ជំរាបសួរនិងសួស្តីបងហ្វានអូនហ្វានទាំងអស់គ្នាស្វាគមន៍មកកាន់រឿង Last Summer ភាគទី11ហើយមុននឹងចូលដល់រឿង admin សូមពឹងបងហ្វានអូនហ្វានដែលមិនទាន់ subscribe channel admin កុំភ្លេចជួយ like និង subscribe channel admin ដើម្បីជាការលើកទឹកចិត្តស្រីមុំសម្រាយរិនហើយនៅដើមនៃភ័ក្រនេះសាច់រឿងកាត់ដល់យប់ឡើងដូហាកេកេងលនឹងស្កប់ស្កល់នៅពេលដែលគេឈប់បន្ទោខ្លួនឯងពីការស្លាប់របស់បងប្រុសចំណែកហាយ៉ងវៃអ្នកកេងលក់ស្កប់ស្កល់ទៅភ្លឺដូចគ្នាហើយពេលអ្នកមកដល់ក្រោមក៏ឃើញដូហាកំពុងតែចម្អិនម្ហូបហើយនៅពេលដែលពួកគេកេងលក់ស្កប់ស្កល់អញ្ចឹងម្នាក់មើលទៅស្រស់ស្រាយជាងមុនហើយដូហាក៏រំលឹកពេលដែលហាយ៉ងឡើងភ្នំនៅបានសារភាពតែស្រឡាញ់ខ្លួនគេហើយហាយ៉ងវៃនេះធ្វើល្បិចថានាងអត់ចាំអីណាចំណែកលោកអភិបាលក្រុងវិញគាត់មកគូរូបកាន់លើជញ្ជាំងហើយក៏មានអ្នកកសែតមកសម្ភាសគាត់ផងដែរហើយកំឡុងពេលហ្នឹងដូហាគេក៏ប្រាប់អភិបាលក្រុងដែលគាត់មានរឿងជាច្រើនត្រូវដោះស្រាយដើម្បីជួយដល់ក្មេងៗហើយលោកអភិបាលក្រុងគាត់ថាពេលនេះមានកាមេរ៉ាចាំនិយាយគ្នាឯកជន2នាក់ហើយដូហាក៏សួររឿងដាក់សូឡាឲ្យប្រជាពលរដ្ឋតែគាត់ដោះស្រាយមិនដែរហើយនៅមុខអ្នកកសែតផងអីផងអភិបាលក្រុងក៏សន្យាថាគាត់ដោះស្រាយឲ្យចំណែកហាយ៉ងវិញនឹងយកកាបន្ទុកឲ្យដូហាបែរជាបាត់គេហើយលើតុធ្វើការរបស់គេណាក៏បានឃើញបានអ្នកកសែតហើយក៏មានរបាយការណ៍អង្កេតការឡើងវិញពីភូមិផាថែនដោយសារតែមានប្រជាពលរដ្ឋនៅតែបន្តប្តឹងចំណែកនៅហាងអ៊ីនធឺណិតនោះវិញក៏មានជនណាមឹកម្នាក់គេបន្តប្តឹងភូមិផាថែនហើយអ្នកឆ្លើយឆ្លងជាមួយគេនឹងគឺជាដូហាហើយពេលដែលគេតែឆែកមើលកាមេរ៉ាសុវត្ថិភាពក៏មិនបានឃើញមុខជនណាមឹកដែរហើយនៅពេលដូហាគេត្រឡប់មកដល់ផ្ទះវិញក៏ឃើញហាយ៉ងរងចាំគេហើយនាងក៏សួរពីរបាយការណ៍ពីបណ្ដឹងហើយដូហាគេមានកម្រោបង្កើតក្រុមអង្កេតការគេបបួលហាយ៉ងទៅប្រជុំមួយគេដែរហើយដូហាគេប្រជុំនឹងតាមប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងអ៊ំអ្នកភូមិនឹងឯងដែលពួកគាត់ម្នាក់អង្កេតការតាមតំបន់រៀងៗខ្លួនដើម្បីតាមចាប់ជនខលខូចដែលបានដាក់ពាក្យបណ្ដឹងឲ្យបញ្ឈប់ការសាងសង់សាលាផាថែនហើយដាក់អំពូលភ្លើងឲ្យប្រជាពលរដ្ឋហើយអ៊ំអ្នកភូមិម្នាក់គាត់ឆែកឃើញ IP នឹងចេញពីសាលាក្រុងមកទោះបីជាមាន IP ឯក៏ដោយដូហាគេក៏មិនតាន់អាចសន្តានបានដែរថាបណ្ណាគេជាអ្នកផលព័ត៌មានមួយនេះហើយដូហាថ្ងៃហ្នឹងគេបានទៅសាលាផាថែនហើយឲ្យអ្នកភូមិបានដឹងថាសាលារបស់គេនឹងចាប់ផ្ដើមសាងសង់ឡើងវិញហើយក្រុមលោកពូវិញក៏ដូចគ្នានាំគ្នាផ្សព្វផ្សាយពីអាចារ្យបារាំងថាសាលាជួយឡើងវិញឲ្យលឺដល់តាជាអ្នកភូមិទាំងអស់ដើម្បីឲ្យមកសញ្ញាគេធ្វើសកម្មភាពម្ដងទៀតហើយការចាប់ផ្ដើមស៊ើបរបស់ពួកគេគឺនៅថ្ងៃស្អែកហ្នឹងហើយហើយដូហាគេថាហាយ៉ងក៏ចូលរួមជាមួយដែរហើយមកធ្វើស្ដាប់ស្នាមុខអ្នកភូមិចឹងអ្នកធ្វើខ្លួនមិនត្រូវសោះលុះយប់ឡើងក្រុមរបស់ដូហាម្នាក់ហ្នឹងក៏បន្លំខ្លួនដើម្បីស៊ើបការហើយម្នាក់បន្លំខ្លួនធ្វើដូចខ្លួនឯងអ្នកស៊ើបការមែនតើចឹងណាលុយរបស់ពួកគាត់ដែរតើចំណែកលោកពូម្នាក់ទៀតវិញគាត់បន្លំខ្លួនជាអ្នកបោសសម្អាតហើយឧបករណ៍របស់គាត់វិញបែកជា14ខ្សែហើយបន្តិចក្រោយមកក៏ឃើញអ្នកឆ្លៀកឈុតខ្មៅគេបង្ហាញខ្លួនហើយពួកគាត់សិតដាក់ងារគ្នាក្អែក1ក្អែក2អីណាហើគ្នាផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកហើយម្នាក់ឈុតខ្មៅហ្នឹងក៏ដើរកាត់ក្រោយដូហាហើយហាយ៉ងហើយគេទៅថតបាដាដែលបញ្ជាក់ថាសាលាផាថែននឹងជួសជុលឡើងវិញហើយផ្ញើទៅបណ្ណាគេម្នាក់ហើយថែមទាំងនិយាយទូរស័ព្ទរាយការណ៍ទៀតផងហើយលោកពូក្នុងធុងសម្រាមបែរជាលើសំឡេងធ្វើឲ្យជនបាក់នុតគេដឹងខ្លួនហើយលោកពូក្នុងធុងសម្រាមហ្នឹងគាត់ចេញមិនរួយឡើយលំធុងសម្រាមហ្មងណាម្នាក់ពេលហ្នឹងឡើងឆោឡោដេញចាប់ជនបិទមុងចំណែកលោកពូបោះសម្រាមវិញគាត់គ្មានបានស្ដាប់ឮអីទេគាត់នៅបោះសម្រាមរំទៅធម្មតាហើយមើលទៅអ៊ំចាស់គ្មានបានការដេញចាប់គេអីបានទេម៉ែដូហាម្នាក់ទេមានកម្លាំងនោះហើយកុំគិតថាខ្លួនឯងរួចខ្លួនណាសុំទោសផងអូនដូហាគេមកចាប់ក្បួយកជាប់ហើយពេលដូហាគេមើលមុខទៅដូចធ្លាប់ស្គាល់មិនទេហើយយើងក៏លេងមកមើលអេចរបស់ហាយ៉ងវិញគេមកជួបគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយតែការសប្បាយមួយនេះក៏ត្រូវដាច់ចង្វាក់ដោយសារដូហាគេចូលមករំខានហើយមកលេងជាមួយពីណាមិនលេងមួយដូហាមកធ្វើឲ្យកម្រោងរបស់គេផ្អាកកដាលទីអីណាហើយនៅពេលដែលក្មេងប្រុសមុននេះបង្ហាញខ្លួនម្នាក់នឹងជាផ្អើលដែរនឹងណាហើយគេក៏ធ្វើលើសឯងគឺជាពីណាគេដូហាខឹងចង់ដាក់មកជើងទៀតអីតាហើយដូហាគេថែមដឹងទៀតថាអ្នកការពាក់នៅដៃនឹងក៏ជាលុយស៊ីសំណូកដែរបន្ទាប់មកពួកគេទាំងពីរក៏ត្រូវបានចូលប៉ុស្តិ៍ប៉ូលីសហើយម្នាក់បិទមុខនឹងដោយសារតែគេជាពាក់បំណុលលបែងទៅគេធ្វើតាមបញ្ជារបស់លោកចុងតែលោកចុងវិញក៏បដិសេធធ្វើឲ្យពួកគេទម្លាក់ហោះដាក់គ្នាទៅវិញទៅមកហើយម្នាក់ប្រុសនឹងក៏សារភាពថាលោកចុងបានឲ្យគេទៅបំលាច់ហាយ៉ងហើយថ្ងៃដែលនាងជួបគ្រោះថ្នាក់នៅសាលាផាថែនក៏គេបញ្ជាដែរហើយអ្នកតវ៉ានៅមុខសាលាក្រុងក៏ជារូបគេដូចគ្នាហើយលោកចុងក៏បដិសេធថាគេមិនបានបញ្ជាឲ្យធ្វើបាបហាយ៉ងនោះទេហើយលោកអភិបាលក្រុងក៏មកមើលជនអត់បានការទាំងពីរដល់ប៉ូលីសដែរពេលដែលគាត់បានមកដឹងចឹងហើយគាត់ថាកម្រោងបានផ្អាកចឹងគាត់ក៏មិនសប្បាយចិត្តដែរហើយទាំងដូហានិងហាយ៉ងក៏ស្នើសុំឲ្យមានក្រុមអង្កេតការនៅក្នុងភូមិដែលអាចឲ្យប្រជាពលរដ្ឋមានការងារធ្វើនិងជួយដល់សេដ្ឋកិច្ចរបស់ពួកគាត់ហើយលោកអភិបាលក្រុងវិញក៏យល់ស្របតាមសំណាក់របស់ពួកគេទាំងពីរហើយពីរអ្នកគេទៅកម្រោងបានជោគជ័យចឹងពិតជាសប្បាយអរខ្លាំងណាស់ហើយពេលពួកគេមកដល់ផ្ទះវិញដូហាក៏មកអោបហាយ៉ងពីក្រោយហើយនាងក៏ឲ្យដូហាចាត់ចែងតិចទៅចេះតែស្វីតចឹងតិចច្រឡំនៅទីសាធារណៈហើយពេលដែលពួកគេចូលធ្វើការងារវិញគេត្រូវបែងចែកការងាររឿងផ្ទាល់ខ្លួនបានត្រឹមត្រូវហើយនាងក៏និយាយពីរឿងកិច្ចសន្យាហូរ31សីហាហើយដូហាគេថាឲ្យមើលច្បាស់មើលឲ្យបានបញ្ជាក់ឆ្នាំផងហ្នឹងមិនដែរចង់ដេញខ្ញុំតទៅវិញមែនហើយដើរជន់ថើបមាត់គេអីណាហើយស្វីតមួយគ្នាសោកម្នាក់គោពោះលង្គ្រូ
បន្ទាប់មកពួកគេទាំងពីរក៏មករកញ៉ាំប៊ូហ្វេជាមួយគ្នាហើយក៏ចាប់ម្ហូបសោះនឹងឲ្យភ្នែកគ្នាទៅវិញទៅមកអីណាឃើញអត់នេះគេអ្នកមានស្នេហាមកញ៉ាំអី sweet ចឹងណាគេមានអ្នកចាប់ឲ្យគ្នាទៅវិញទៅមកចុះ fan វិញមានអ្នកចាប់ឲ្យហើយនៅតែ sweet ម៉ានផងម្នាក់ក៏ទទួលបានទូរស័ព្ទដោយសារក្រុមការងាររបស់គេខលមករៀងខ្លួនហើយពីរអ្នកគេនឹងស្រឡាញ់គ្នាមានគោលការណ៍រឿងផ្ទាល់ខ្លួនហើយរឿងការងារត្រូវបែងចែកដាច់ស្រឡះបន្ទាប់មកពួកគេក៏ចូលរួមប្រជុំពីការផ្អាកសាងសង់សាលាផាថែនហើយម្នាក់ដូចតាំងខ្សែកដាក់គ្នាដល់ឡើយដូហាគេឲ្យក្រុមហាយ៉ងដោះស្រាយជាមួយនឹងសាលាក្រុងតែហាយ៉ងវិញចង់ឲ្យក្រុមរបស់ដូហាជាអ្នកដោះស្រាយតែឃើញតាំងខ្សែកដាក់គ្នាពេកទៅជំនួយការរបស់ដូហាគេក៏សុំឲ្យសម្រាប់មួយផ្លែតហើយមុននឹងធ្វើខ្លាំងដាក់គ្នាមកណាឥឡូវហ្នឹងមកស្វិតក្នុងឡានអីណាហើយគេក៏និយាយឌឺដងរឿងការងាររបស់គេតែគេឌឺដងបែបស្នេហាណាហើយគេចង់ស្វិតអីណាតែកូនចៅរបស់គេក៏មកស្រែកហៅដាច់ចង្វាក់គេឆ្ងល់ហ្មងមេគេទាំងពីរហ្នឹងបាត់តាណាទៅហើយដល់ពេលគេចូលប្រជុំវិញគេចាប់ផ្ដើមច្បាំងគ្នាទៀតដែរណាលេងតែមេឆ្លោះគ្នាម៉ាក់ហ្នឹងអីកូនចៅព្រលឹងចង់សក់អស់ហើយដូហាក៏ហៅហាយ៉ងចូលកាយ៉ាឡៃរបស់គេមើលគំរូផ្ទាល់ហ្មងទៅហើយពេលដែលគេមើលគំរូនឹងដូហាចង់ប៉ះដៃប៉ះជើងគេអីណាតែហាយ៉ងខ្លាចគេឃើញហើយកំភៃអីដូហាក៏បិទវាំងនួនរបស់គេកុំឲ្យអ្នកក្រៅឃើញហើយគេមកស្វីតចឹងថើបគ្នាអីណាតែមិនអ្នកគួរធ្វើរំខានហាយ៉ងមកដូហាមួយទំហឹងហើយទៅស្ដីបន្ទោឲ្យគេអីណាហើយកូនចៅរបស់គេបារម្ភខ្លាំងណាស់ឃើញមេរបស់គេបែកមាត់ហើយដូហាគេថាគេមិនដៃនោះទេហើយពេលមកដល់ផ្ទះវិញហាយ៉ងក៏លេបរបួសឲ្យដូហាហើយដើម្បីអូនទោះបីជារបួសប៉ុណ្ណឹងក៏មិនបញ្ហាអីដែរហើយពេលបានអូនថើបមកខ្សើនចឹងទៀតគេនឹងជាហ្មងណាហើយគេឡើងលើកហាយ៉ងកវីកប៉ាត់ពេញណាំងនាងខ្លាចធ្លាក់ឲ្យគេដាក់ចុះហើយពេលដាក់ចុះនឹងទៀតសោតក៏បុកជាមួយនឹងចិញ្ចាំងរបស់គេធ្លុះបាត់ហើយដូហាគេបារម្ភខ្លាចហាយ៉ងឈឺដល់ពេលគេសួរចឹងធ្វើរំអួយខ្លួនឯងឈឺអីណាដល់ពេលហើយអញ្ចឹងពួកគេចាប់ផ្ដើមភ័យខ្លួនហើយខ្លាចទៅធ្វើការអ្នកកន្លែងធ្វើការដឹងនោះទេហើយដូហាក៏ប្រាប់ហាយ៉ងកុំបារម្ភអីកម្រងពួកគេចិត្តបញ្ចប់អីតាហើយគេក៏ថើបអូនសម្លាញ់គេមួយជាកម្លាំងចិត្តលុះស្អែកឡើងពួកគេក៏សហការគ្នាដោយសារកម្រងជោគជ័យហើយក៏បានមកតេស្តមើលឧបករណ៍មើលផ្កាយរបស់ពួកគេដែរហើយទីបំផុតទៅកម្រងកន្លែងមើលផ្កាយរបស់គេក៏បានជោគជ័យវាមិនត្រឹមតែកន្លែងមើលផ្កាយធម្មតានោះទេវាមានអត្ថន័យខ្លាំងណាស់ចំពោះពួកគេទាំង3នាក់ដូយ៉ងគេបានឌីហ្សាយកន្លែងហ្នឹងតាំងពីក្មេងមកម្ល៉េះហើយពេលដូហាគេឃើញហើយគេក៏សន្យាថាគេនឹងសាងសង់ឲ្យបានហើយចំណែកហាយ៉ងវិញនឹងជាអ្នកត្រួតពិនិត្យហើយពួកគេក៏បានយកពាក្យសន្យារបស់ពួកគេទៅកប់ទុកហើយនៅពេលបច្ចុប្បន្នទូដូយ៉ងមិននៅក៏ដោយក៏កម្រងពួកគេបានជោគជ័យដែរហើយដូហាក៏បោះត្រាលើកម្រងរបស់គេដែលបានជោគជ័យទីបំផុតទៅគេអាចបំពេញតាមពាក្យសន្យាបងប្រាប់របស់គេបានហើយគូពួកគេនឹងក៏ឈរមើលសមិទ្ធផលដែលគេធ្វើបានទាំងសប្បាយចិត្តហើយហាយ៉ងនឹងចង់ទៅចិត្តនឹងគិតថាដូហាមិនត្រឡប់មកវិញហើយតាមិនអាចបញ្ចប់កម្រងពួកគេបានហើយដូហាគេថាទោះបីជាគេទៅដល់ទីណាក៏ដោយគេក៏ត្រូវរកផ្លូវត្រឡប់មករកនាងវិញហើយរកតែពួកគេស្ពីបន្តិចបានទេស្រួលហើយសងតែកនាំគ្នាមករំខានអីណាបន្ទាប់មកពួកគេទាំង4នាក់ក៏នាំគ្នាមកថតរូបដោយការពួកគេនៅវ័យជំទង់អញ្ចឹងតែលើកនេះអ្វីត្រូវបានផ្លាស់ប្ដូរបាត់ដូយ៉ាងម្នាក់បាត់ទៅហើយស្រួលនឹងថាតំណែងរបស់ពួកយើងក៏បានបែកខ្ញែកដែរហើយដូហានិងហាយ៉ងក្តីសប្បន្នរបស់ពួកគេកាលពីនៅក្មេងបានសម្រេចចៃហើយកាលពីក្មេងសងតែគេចង់ខ្លាចជាគ្រូរបស់ក្រុមជំនឿជាតិហើយស្រួលវិញនឹងចង់ខ្លាចជាប្រពន្ធរបស់គ្រូបង្វឹកហើយដូយ៉ងគេចង់ដើរចូលបិភពលោកដើម្បីមើលផ្កាយហើយបើហាយ៉ងវិញនឹងចង់ចូលសមាគមវិទ្យាសាស្ត្រអន្តរជាតិចំណែកដូហាគេចង់សាងសង់កន្លែងមើលផ្កាយតែម្ដងតែពេលបច្ចុប្បន្នអ្នកខ្លះក៏បានដូចបំណងអ្នកខ្លះទៅក៏ផ្លាស់ប្ដូរហើយពេលដែលពួកគេឃើញឲ្យផ្កាយធ្លាក់ម្នាក់ត្រេកអរខ្លាំងណាស់ក៏នាំគ្នាបិទភ្នែកបួងសួងហើយសូននឹងថាមានតែដូហាតែដែលក្តីបំណងរបស់គេខ្លាចជាការពិតហើយនាងក៏ចង់និយាយពីទំនាក់ទំនងរបស់គេតទៀតតែសង្កេតក៏បួននឹងត្រឡប់ទៅវិញតែនាងក៏បង្អាក់សង្កេតហើយប្រាប់គេថាមុននាងបានបួងសួងថាពួកគេទាំងពីរនឹងខ្លាចជាមិត្តល្អនឹងគ្នាតែសង្កេតគេគិតថាមិនអាចទៅរួចនោះទេហើយសូននឹងថាទំនាក់ទំនងពួកគេ12ឆ្នាំទោះបីជាពួកគេបែកគ្នាក៏ដោយអាចធ្វើមិត្តល្អជាមួយគ្នាបានដែរតើនាងមិនចង់ឲ្យទំនាក់ទំនង12ឆ្នាំរលាយសាបសូន្យនោះទេពួកគេអាចថារក្សាក្នុងនាមជាមិត្តភក្តិបានហើយសង្កេតក៏សួរបញ្ជាក់តើនាងហ៊ានភ្នាល់ដែរអត់ដែលពួកយើងអាចខ្លាចជាមិត្តភក្តិចំណែកដូហាវិញពេលចេញទៅធ្វើការកាឆាតទៅអូនសម្លាញ់របស់គេបបោញ៉ាំអាហារពេលល្ងាចហើយនាងក៏តបវិញយ៉ាងលឿនប្រាប់ពេលវេលាឲ្យទីកន្លែងដល់ដូហាហើយហាយ៉ងថ្ងៃហ្នឹងនឹងធ្វើខ្លួនស្អាតប្លែកហ្មងណាសុំបែដូហាក៏ចង់បែកភ្នែករបស់នាងដែរធ្លាប់តែស្លៀកពាក់ធម្មតាពេលធ្វើខ្លួនអញ្ចឹងទៅលើស្វាយហ្មងអាចេហើយមិនត្រឹមមកជួបធម្មតាទេណាដែលមានកដោឲ្យដូហាទៀតហើយក៏ដូនឹងផងដែរគឺជានាឡិកាអស់ពីនាឡិកាហើយក៏មានរបស់មួយទៀតគឺជាសភៅធនាគារហើយលុយនឹងជាលុយរបស់ដូហាដែលគេផ្ញើមកឲ្យមើលសូបានាងយកមកមិនដែលចាយទេទុកសងមកគេនឹងឯងពួកឲ្យដូហាគេធ្វើខ្លួនរៀងអត់ត្រូវហ្មងណាហើយហាយ៉ងនឹងចង់ឲ្យដូហាត្រឡប់ទៅអាមេរិកវិញឲ្យគេទៅធ្វើកម្រងហាមែនហើយទោះបីជាដូហាគេថាគេមិនចង់ក៏ដោយក៏ហាយ៉ងនាងដឹងដែរការប្រយុទ្ធមួយនាងបានឃើញគេធ្វើការងារដាច់យប់នាងថាក្នុងនាមជាវិស្វករដល់ល្បីម្នាក់មិនគួរណាធ្វើផែរឿងការងារនោះទេហើយតើលើកនេះមិនបាច់ទុកណូតអីទេហើយខ្ញុំក៏មិនខុសចិញ្ចាំងដែរខ្ញុំនឹងរងចាំលោកត្រឡប់មកវិញហើយនៅមានកាដូមួយទៀតបន្
បន្ទាប់មកយើងញ៉ាំអាហារហើយក៏ឡើងទៅស្ថានភាពខាងលើដូហាក៏លឿនចឹងភ្លាមមកក៏ឲ្យញ៉ាំអាហារលឿនៗទៅហើយហាយងនាងញាត់យមានឯងឡើងឆ្លាក់បានចាហើយផែនការពួកគេខ្លាចជាផែនឆ្កបាត់ទៅហើយដោយសារតែហាយងមុននឹងនាងញ៉ាំប៉ាសដៃដៃអ្នកអាឡេស៊ីមួយសដៃដៃនោះអីនាងខឹងចិត្តនោះខឹងខំរៀបចំគម្រោងការឡើងស្អាតបែរជាមកជួបរឿងបែបនេះនាងទេទៅស្ថានភាពវិញតែដូហាអត់ព្រមទេអូនសម្លាញ់មកគេខ្លាចជាបែបនេះទៅហើយដល់ពេលមកដល់ផ្ទះវិញនាងដើរតំណែងហើយដូហាគេថាហាយងធ្វើអញ្ចឹងទៅលង្គូឲ្យស្រឡាញ់បើនាងកាន់តែខឹងចិត្តហ្មងនាងខំរៀបចំកម្មវិធីជួបដំណើរមិត្តប្រុសបែរជាជួបរឿងបែបនេះហើយសូមបីតឡើងជាដើរនឹងនាងក៏ចង់ដួលដែរដូហាគេត្រំបានគេចាប់លីឡើងទៅហ្មងទៅហើយគ្រាន់តែដូហាតម្លាក់ដល់ក្រែភ្លាមហាយងក៏ទៅដល់ជួបភួយហ្មងដោយសារតែនាងខ្មាស់គេពេកនោះអីហើយដូហាគេថានឹងធ្វើអញ្ចឹងទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយគ្នានោះវិញមកឡើងកតួក្រហមខ្មាស់សឹងអីហើយដូហាក៏ស៊ូបជានឹងរងចាំគេដល់កម្រងហាមែនរបស់គេត្រូវបានបញ្ចប់មែនគេខ្លាចមែនអ្នកផ្សេងមកចាប់ឈូតធីរបស់គេទៅបានហើយហាយងនាងថារាល់ឆ្នាំនាងតែងតែចាំដូហារយៈពេល344ថ្ងៃបានជួបគ្នាតែ21ថ្ងៃហ្នឹងហើយកុំភ័យអីតានាងនឹកនឹងតលេងហើយនៅក្នុងទូរស័ព្ទរបស់នាងវិញដូហាគឺជាលេខ1ឯតាចង់បានអីទៀតលុះស្អែកព្រឹកឡើងហាយងនៅភ្នាក់ដឹងខ្លួនមកមើលមុខរបស់ខ្លួនឯងទៅបាត់ស្នាមអស់លេងហើយនាងក៏បញ្ញាទៅប្រាប់ដូហាតែដូហាគេទៅបាត់អីហ្នឹងហើយមកដល់បន្ទប់គេគឺទេស្អាតចឹងនាងខឹងក៏ខកទៅគេតែក៏សម្រួលអារម្មណ៍ខ្លួនឯងវិញដោយសារតែនាងជាអ្នកអនុញ្ញាតឲ្យគេចេញទៅតាហើយពេលគេទៅបាត់ចឹងក៏មកអង្គុយស្ងេះស្ងោយតែម្នាក់ឯងហើយនាងក៏រកឆុងមីញ៉ាំហើយចំណែកប៉ារបស់នាងវិញគាត់ក៏បានយកមីនិងស៊ូជូទៅសែនធ្នូប្រពន្ធរបស់គាត់ទៀតដែរហើយថ្ងៃដែលប្រពន្ធរបស់គាត់ស្លាប់ហ្នឹងគាត់ក៏លួចយកមីនិងស៊ូជូទៅសែនឲ្យដែរតែកំឡុងពេលដែលអ្នកផ្សេងអត់នៅហើយហាយងនឹងគេងលក់បានហើយថ្ងៃនេះផងដែរគាត់មកសែនប្រពន្ធរបស់គាត់ហើយគាត់ក៏លាត្រឡប់ទៅវិញហើយហាយងក៏មកតាន់ប៉ារបស់នាងហើយគាត់ចង់ចាក់ចេញទៅនាងក៏សួរពីក្រោយថាប៉ាចង់ទៅទៀតដែរមែនទេបន្ទាប់មកពីអ្នកប៉ាកូនគេក៏មកនិយាយសួរសុខទុក្ខគ្នាទៅវិញទៅមកហើយប៉ាហាយងគាត់ពិតជាសុំទោសកូនខ្លាំងណាស់ដែលគាត់រត់គេចពីកូនរហូតហើយហាយងនាងតែងតែឆ្ងល់ហេតុអីក៏អ្នកគ្រប់គ្នាចាក់ចេញពីផ្ទះសណ្ដែកដីជាពិសេសប៉ារបស់នាងតែម្ដងនាងចង់ដឹងចម្លើយហេតុអីក៏ប៉ាចាក់ចេញពីនាងហើយនាងក៏ទុកពេលវេលាឲ្យប៉ារបស់នាងគិតផងដែរហើយនាងហាមប៉ាកុំឲ្យប៉ារត់គេចតទៀតហើយប៉ារបស់នាងវិញក៏យល់ព្រមដែរចំណែកមេធាវីសាវិញពេលនេះគេល្បីល្បាញខ្លាំងណាស់ចុះផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍ទៀតហើយម្ចាស់ហាងហើយនឹងហាយយើងកំពុងតែនិយាយដើមគេដោយសារគេល្បីល្បាញរពលពេកអត់សូវបានមកតែគណៈនឹងផងដែរមេធាវីសាគេក៏បង្ហាញខ្លួនហើយហាយយើងនឹងក៏ឌឺថាអ្នកមនុស្សស្មានថាបានជួបអតីតសង្សាររបស់នាងនៅទីនេះសោះហើយមេធាវីសាក៏សួរឌឺវិញសង្សារបច្ចុប្បន្នរបស់នាងតាណាបាត់ដែរហើយឌឺគ្នាក៏ឌឺឲ្យចូលគ្នានឹងក៏ចូលសិនដែរហើយពេលហ្នឹងទៀតសោសតលេចមកដូហាហើយនឹងកញ្ញាយន្តគេមកដល់ទីនេះដែរហើយពីក្រុមគេនឹងអត់ទៅអង្គុយមួយគ្នាទេបែរជានិយាយឌឺដងគ្នាទៅវិញទៅមកឌឺទៅឌឺមកហាយងក៏ខាងដូហាក្រែងថាទៅអាមេរិកចាហេតុអីក៏មកទីនេះមួយអ្នកផ្សេងអញ្ចឹងហើយដូហាគេខឹងវិញដែរសម័យនេះទៅហើយគេអាចប្រជុំការងារតាមប្រព័ន្ធអ៊ីនធឺណិតក៏បានដែរមិនចាំទៅដល់អាមេរិកផ្ទាល់នោះទេហើយនាងវិញម៉ោង 7:11 ទៅហើយហេតុអីក៏មកជួបអតីតសង្សារទៀតហើយមេធាវីសាក៏ជួយសម្រួលថាពួកគេជួបគ្នាទៅចៃដន្យតើហើយលោកក៏បានប្រាប់ខ្ញុំដែរឲ្យខ្ញុំជួបនាងក្នុងនាមជាមិត្តភក្តិហើយហាយងនាងខឹងវិញដែលដូហាមកជាមួយស្រីផ្សេងដែលស្រឡាញ់គេហើយកញ្ញាយន្តក៏តបថាគេមិនមែនជាអតីតសង្សាររបស់ដូហាទេហើយខ្ញុំពិតជាពេញចិត្តគេពិតមែនតែខ្ញុំមកទីនេះដើម្បីអបអរសាទរដែលគេចូលគម្រោងហាមែនវិញហើយហាយងក៏សួរទៅវិញនាងជាអាណាព្យាបាលមែនចង់ឲ្យខ្ញុំក៏សម្បត្តិយន្តហោះឲ្យនាងដែរអត់ហើយកញ្ញាយន្តក៏អរគុណដែលខ្វាយខ្វល់តែនាងទិញសម្បត្តិយន្តហោះហើយថ្ងៃស្អែកនឹងហោះហើយដូហាគេថាគេនឹងកញ្ញាយន្តគាត់មិនរួមការងារតែប៉ុណ្ណោះតែនាងវិញមកជាមួយអតីតសង្សារណាហើយដល់ពេលម្នាក់ខ្លាំងរៀងខ្លួនចឹងតែកែហាងលើភ្នែកសបន្ទាប់មកពួកគេទាំង4នឹងក៏លេងផ្ដោគ្នាហើយមិនដឹងគេលេងអីទេអេដមីនស្មានគេលេងអុកតែឃើញគេផ្ទាត់ទៅវិញគេលេងផ្ទាត់បើសិនភ័ក្រគេខាងណាធ្លាក់កូនអុកចេញពីក្តារខាងនឹងអ្នកចាញ់ហើយចុងក្រោយទៅក្រុមដែលឈ្នះគឺជាក្រុមរបស់ដូហានឹងឯងគេពិតជាសប្បាយរីករាយខ្លាំងមែនតែម្ដងណាហើយគេក៏ត្រូវកែសម្រួលទំនាក់ទំនងរបស់គេឲ្យត្រឡប់មកដូចដើមវិញគេហើយនឹងកញ្ញាយន្តត្រឹមតែមិត្តរួមការងារគ្នាតែប៉ុណ្ណោះដល់ហាយងហើយមេធាវីសាវិញគ្រាន់តែអតីតសង្សារទេណាហើយគេចង់ចាប់ដៃគ្នាណាក៏មកឲ្យគេចាប់ដៃដែរថេកខែសាហាវហើយមេធាវីសាវិញគេមិនបានមកបំបែកបាក់អីទេណាគេក៏ជូនពលទាំងពីរឲ្យបានរៀបការឆាប់ហើយគេក៏គោះដៃជាមួយហាយងថាគេបង្ហាញខ្លួននេះពិតជាបានផលមែនហើយតួយើងទាំងពីរវិញមកដល់ផ្ទះវិញនឹងអីគេទេស្វិតស្វាញខ្លាំងណាស់ពេលណាមើលខ្លួនឯងទៅមិនបាច់ចាំអេដមីនរ៉ៃរ៉ាប់អីទេណោះហើយអាគ្នាកំពុងតែពុកកញ្ជ្រោលផងបាយចិត្តទ្រុសចិញ្ចាំងអីណាហើយបើម៉ាក់ហ្នឹងអេចិញ្ចាំងហ្នឹងដោះចោលហ្មងហើយពួកគេក៏មកពិភាក្សាគ្នារឿងចាំងមួយហ្នឹងគួរធ្វើមិនទៅកែប្លង់មេរំលែកផ្ទះរបស់គេចូលគ្នាហើយមានអីកំណត់ហ្នឹងល្អដែរតាប្លង់មេបែងចែកជា2ផ្ទះដែលសិតតែមាន2គ្រួសារហើយលើនឹងបើសិនពួកគេឆ្លាញ់គ្នាអញ្ចឹងគួរតែរំលែកវាចូលគ្នានឹងហើយពេលដែលពួកគេមករៀបបន្ទប់ប៉ះគ្នាទៅឡើង
ដួលលើពូកអូយប្លង់ឡៃហ្នឹងហេតុអីក៏អែមខ្លាំងម្ល៉េះហើយពីអ្នកគេហ្នឹងឲ្យចិត្តគ្នាមិនបានទេចង់តែស្វីតចាក៏ត្រូវបរាជ័យទៀតដោយសារតែស៊ូលនេះបានខលមកចំណែកស៊ូលវិញសវឹងអង្គុយយំនៅហាងស្រានេះហើយក៏តែឃើញមិត្តបកេទាំងពីរមកដល់ភ្លាមក៏ហាម្ចាស់ហាងយកសាច់អាំងមកថែមទៀតហើយមហូបរបស់គេឡើងតំណងហួរអេដមីនក៏តែឃើញភ្លាមឡើងចង់ស្រក់ទឹកមាត់ហើយពីអ្នកគេមកស្វីតមុខអ្នកពឹងបែកបាក់ស្នេហាផងត្រូវលើហើយសំណាងងាយដូហាបានចាំសាច់ឲ្យនាងញ៉ាំតន់ហើយស៊ូលពេលសវឹងអត់ដឹងអីទេនាងខាងដូហាតែធ្វើតែឲ្យសងតេកអត់មានរបាំងធ្វើឲ្យដូហាគេឡើងឆ្ងល់ហេតុអីក៏នាងដឹងហើយស៊ូលនាងថាមើលថ្មីរបស់នាងជាអ្នកប្រាបពួកឯងទាំងពីរក៏ស្គាល់ដែរគេមានឈ្មោះថាសងតេកអូយទៅចឹងកើតដែរស៊ូលហើយរឿងដោយសារតែអញ្ចេះសងតេកគេបានបង្ហាញប្លង់ឲ្យស៊ូលមើលដោយសារគេហើយនាងជាមិត្តនឹងគ្នាហើយសូម្បីតែគេទៅស្ដារកាយសម្បត្តិក៏នាំនាងទៅដែរក្នុងនាមនាងជាមិត្តភក្តិរបស់គេណាហើយស៊ូលមិនដឹងអីខ្លះទេពេលនាងសប្បាយអញ្ចឹងរឿងក្នុងចិត្តរបស់នាងក៏និយាយចេញមកទាំងអស់ពីការឈឺចាប់ពីការស្រឡាញ់គ្នារបស់នាងជាមួយនឹងសងតេកពីណាគេធ្វើចិត្តបានស្រឡាញ់គេសងស្លាប់ទៅហើយឥឡូវហ្នឹងបែកបាក់គ្នាមកធ្វើមិត្តល្អនឹងគ្នាវិញបន្ទាប់មកក៏ឃើញស៊ូនាងខលទៅសងតេកបន្តិចក្រោយមកគេក៏ទៅដល់កន្លែងស៊ូនាងសប្បាយហើយឃើញនាងតែម្នាក់ឯងនោះទេគេស៊ូនាងផឹកអស់ម៉ានហើយនាងថានាងបានផឹកជាមួយមិត្តល្អរបស់នាងដូហាហើយយ៉ងហើយខ្ញុំក៏ចង់ឃើញមិត្តល្អរបស់ខ្ញុំម្នាក់ទៀតហើយសងតេកក៏ឲ្យនាងក្រោកឡើងមកគេមិនអាចជួយនាងបានទេតែស៊ូអត់តាន់ព្រមទៅទេនាងសុំលេងហ្គេមសិនហ្គេមហ្នឹងជាប្រភេទហ្គេមដែលគេនិយាយពាក្យផ្ទុយដោយដូហាហើយយ៉ងជាអ្នកបរៀននាងនឹងឯងហើយស៊ូនឹងជាអ្នកនិយាយមុនថានាងមិនចង់ធ្វើជាមិត្តភក្តិរបស់សងតេកទេអញ្ចឹងមិនន័យថានាងចង់ធ្វើមិត្តភក្តិរបស់គេនឹងឯងហើយសងតេកគេថាគេមិនចង់ធ្វើជាមិត្តភក្តិរបស់ស៊ូនោះទេហើយគេក៏រាយរាប់រឿងតាំងបានបានដែលស៊ូធ្លាប់ពិបាករក្សាខ្លួនគេនៅមុខសងតេកស៊ូនាងមិនដែលហ៊ានយំនោះទេនាងតែងតែញញឹមរហូតតែក្រោយខ្នងគេវិញនាងបែរជាលួចយំទៅវិញហើយបន្ទាប់ពីគេរាយរាប់ទាំងអស់ហើយគេក៏បាននិយាយថាគេមិនចង់ធ្វើជាមិត្តរបស់ស៊ូនោះទេអញ្ចឹងមិនន័យថាគេចង់ធ្វើជាមិត្តរបស់នាងនឹងឯងស៊ូនាងលឺហើយនាងយំយកហ្មងឯងហើយសាច់រឿងកាកាតពេលហើយយ៉ងខលមកដូហានាងថាយប់នឹងអត់បានមកគេផ្ទះទេនាងគេកំដរស៊ូឡៃហើយដូហាវិញគេធ្វើខ្លួនគេលេងកំសត់ហ្មងឯងហើយគេគ្មានលក់ទេរ៉េរ៉នៅមុខផ្ទះហើយក៏ឃើញហើយយ៉ងរបស់យើងទ្រាំលេងបានក៏មកផ្ទះដែរដូហាគេឃើញហើយគេឡើងសប្បាយចិត្តហើយគេឲ្យនាងបិទភ្នែកទៅគេមានរបស់សប្រាយហើយអ្វីដែលគេសប្រាយនឹងបន្ទប់របស់គេត្រូវបានកែច្នៃជាបន្ទប់តែមួយឯណាហើយតែគេអ្នកគូប្លង់កែផ្ទះចេញមកឡើងលយហ្មងណាដល់មើលទៅមើលមកហើយយ៉ាងនឹងឃើញមានក្រែតែមួយហើយដូហាគេថាបន្ទប់មានតែមួយដាក់ក្រែពីរមិនកើតហើយសូម្បីតែក្បាលក្រែក៏គេរៀបចំយ៉ាងស្អាតដែរហើយគេឡើងតែគេងហើយហើយយ៉ាងឲ្យគេងដែរហើយដល់ពេលគេងក្រែមួយពីរអ្នកអញ្ចឹងហើយយ៉ាងនឹងគេគ្មានលក់ទេដូហាវិញឡើងលក់ភ្លឹងនាងឡើងគឹសដូហាហ្មងណាដល់ពេលគេអត់ភ្ញាក់នាងចង់ខឹងអីណាណែចង់ងើតាណាដូហាគេមិនបានគេងចោលណាហើយអសកម្មភាព sweet ដែលពួកគេខកខានប្រមាណដងហើយនឹងពួកគេក៏ចាប់ផ្ដើមណាតែលើកនេះមិនដឹងថាមានឧបសគ្គឬក៏មានអ្នករំខានទៀតដែរអត់បើចង់ដឹងកុំភ្លេចតាមដានជាមួយ admin នៅពេលបញ្ចប់ទាំងអស់គ្នាណាអរគុណច្រើនបាយ